មន្ត្រីបម្រើការនៅសាលាក្រុងបាត់ដំបងវ័យ40ឆ្នាំម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនករណីចូលលួចលុយនិងទូរស័ព្ទដៃនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី16ខែមិនិនាឆ្នាំ2025នៅចំណុចភូមិឫស្សីព្រះស្រុកកោះក្រឡខេត្តបាត់ដំបងជនសង្ស័យមានឈ្មោះច័ន្ទបូរីភេទប្រុសអាយុ40ឆ្នាំមានមុខរបរជាមន្ត្រីសាលាក្រុងបាត់ដំបងនិងរស់នៅក្នុងភូមិព្រែកព្រះស្ដេចសង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងតាមការឲ្យដឹងពីប្រភពព័ត៌មានបានឲ្យដឹងថានៅវេលារសៀលកើតហេតុខាងលើជនសង្ស័យបានជិះម៉ូតូដើរកម្សាន្តតែបែរជារពឹសដៃចូលលួចលុយនិងទូរស័ព្ទដៃនៅក្នុងផ្ទះប្រជាពលរដ្ឋនៅចំណុចភូមិឫស្សីព្រះស្រុកកោះក្រឡចំណែកជនរងគ្រោះមានឈ្មោះអ្នកងុយភេទប្រុសអាយុ65ឆ្នាំរស់នៅភូមិឃុំកាត់ហេតុខាងលើបើតាមចម្លើយរបស់ជនរងគ្រោះដែលបានប្តឹងទៅកាន់កម្លាំងអធិការដ្ឋានស្រុកកោះក្រឡបាននិយាយថាគាត់មិនបានស្គាល់មុខជនសង្ស័យទេតែជននោះបានចូលលួចលុយនៅក្នុងផ្ទះគាត់យកអស់ចំនួន50,000រៀលនិងទូរស័ព្ទដៃចំនួន2គ្រឿងក្រោយលួចបានលុយនិងទូរស័ព្ទដៃជននោះបានជិះម៉ូតូរត់គេចខ្លួនបានក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាមកម្លាំងជំនាញក៏បានចេញអន្តរាគមន៍តាមស្វែងរកជនសង្ស័យដែលជាមន្ត្រីដាច់យ៉ៃរូបនោះលុះបន្តិចក្រោយមកក៏ស្ទាក់ក្របួចលោកមន្ត្រីចៅរូបនោះបានជាប់ភ្លាមតែម្ដងជាមួយនឹងការឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងបានរួមមានលុយចំនួន583000រៀលទូរស័ព្ទដៃចំនួន2គ្រឿងនិងម៉ូតូម៉ាក Super X 1គ្រឿងជុំវិញអំពើលួចដែលប្រព្រឹត្តដោយជនសង្ស័យឈ្មោះច័ន្ទបូរីដែលជាមន្ត្រីសាលាក្រុងបាត់ដំបងនេះលោកឈឿងកឹមសុងស្នងការរងទទួលផនការព្រហ្មទណ្ឌបានឲ្យដឹងថាលោកស្នងការខេត្តបានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យរូបនេះទៅកាន់សាលាដំបងខេត្តនារសៀលថ្ងៃទី17មិនិនាឆ្នាំ2025ក្រោយពីបញ្ចប់ការសួរនាំនាងខ្ញុំសានម៉ូណូរីពីទីក្រុងប៉ារីសនៃប្រទេសបារាំង